បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនបាទនេះគឺសកម្មភាពមឹនខ្ញុំបាទក្រោយធ្លាក់ភ្លេងនេះឃើញថាវាអត់មានអីទេបងប្អូននេះឃើញថាល្អហើយច្រើនមែនទែនបាទហើយជម្រាបដល់បងប្អូនមុននឹងចិញ្ចឹមមឹនហើយត្រៀមទ្រុងខ្ញុំនេះគឺអត់មានទ្រុងដាក់ឲ្យវាទេគឺរញ៉េរញ៉ៃមែនទែនបាទនេះគឺដាក់ខ្មុលបាទខ្មុលនេះគឺយើងហាលវាក្រៀមរួចយើងដាក់ឲ្យមឹននេះយើងដាក់នៅស្ងោវារួចហើយយើងដាក់ហាលរួចយើងយកមកទុកដល់ពេលខែដែលអត់ចំណីថ្ងៃដែលយើងអត់ចំណីអីយើងដាក់ឲ្យវាចឹងណាគេថាស៊ីបានល្អមែនទែនវាឈ្ងុយដូចថាត្រីឆ្អើណានេះបងប្អូននោះអាពីរនោះល្អមែនទែននេះ1 2 3ណានេះ3គាត់ថាថ្មីល្អនេះច្រើនមែនទែនបងប្អូនអើយនេះការភ្លេងនេះគឺនឹកថាប្រហែលជាមានជំងឺហើយតែពេលនេះអត់អីទេភ្លេងមកមីនេះឃើញថាអត់មានបញ្ហាទេហ្នឹងហើយទាំងមិនភ្នាក់មិនអីទាំងលោទាំងព្រៀបអីគឺអត់មានអីទេបងប្អូនអរគុណច្រើនបងប្អូនជម្រាបលាបាទ